អូខេជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសាច់រឿងចំណងជើងនឹងរឿងអាបក្រោយវត្តនៅភូមិខ្ញុំរឿងអាបហ្នឹងតាំងពី2012កាលហ្នឹងខ្ញុំនៅរៀងតូចដែរផ្ទះខ្ញុំហើយនឹងផ្ទះយាយខ្ញុំនៅឆ្ងាយគ្នាខ្ញុំត្រូវទៅមើលរឿងផ្ទះយាយខ្ញុំដោយសារតើកាលនោះផ្ទះខ្ញុំអត់មានទូរទស្សន៍ទេអញ្ចឹងខ្ញុំត្រូវការទៅមើលរឿងមើលអីនៅផ្ទះយាយខ្ញុំហើយតាមផ្លូវទៅផ្ទះយាយខ្ញុំហ្នឹងក៏មានដើមដូងដើមអីតាមផ្លូវរៀងច្រើនរៀងងឹតអញ្ចឹងណាតែពេលអីខ្ញុំទៅយ៉ាងទៅចេះតែពូអីហ្នឹងគាត់ចេះតែបន្លាចខ្ញុំតាម9យប់ខ្ញុំទៅមើលរឿងផ្ទះយាយខ្ញុំមកវិញប្រហែលជាម៉ោង1 ដណ្ដប់2 ដណ្ដប់យប់អីហ្នឹងខ្ញុំដើរមកវិញហើយក៏ខ្ញុំដេកនៅផ្ទះអ៊ំខ្ញុំហ្នឹងហើយនៅផ្ទះអ៊ំខ្ញុំប៉ុន្តែប្រហែលជាម៉ោង4ទៅម៉ោង5ព្រឹកម៉ោង4ទៅម៉ោង5ព្រឹកហ្នឹងគឺខ្ញុំបាត់ជើងតូចម៉ោង4ម៉ោង5ព្រឹកហ្នឹងខ្ញុំថាបងស្រីខ្ញុំត្រូវជាម៉ោងខ្ញុំត្រូវទៅដាំបាយកាលជំនាន់នោះមក2012ហ្នឹងជំនាន់នោះខ្ញុំនៅដាំបាយសាលាជាមួយម៉ែអញ្ចឹងខ្ញុំធ្វើងើបពីម៉ោង4ព្រឹកទៅដាំបាយនៅសាលានៅជាប់វត្តដែរហ្នឹងដាំបាយគុណសិស្សអញ្ចឹងណាខ្ញុំត្រូវងើបម៉ោងហ្នឹងតែពេលហើយវាហ្នឹងហើយទៅបាត់ជើងតូចដែរហ្នឹងក៏ស្រាប់តែកលិចទៅខាងជើងផ្ទះហ្នឹងខ្ញុំក៏ឃើញអាបហ្នឹងដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងឃើញភ្លើងវាប្រពន្ធភូមិដែលគេដើរឆ្លងកែបហ្នឹងគៀវសផ្លិតផ្លែតនៅជាប់នៅចុងអាស័យនៅខាងជើងផ្ទះហ្នឹងហើយតែពេលខ្ញុំហៅបងខ្ញុំលឺវាអត់រើទេអាបហ្នឹងខ្ញុំហៅបងខ្ញុំឲ្យមើលអញ្ចឹងណាប៉ុន្តែខ្ញុំសង្កេតឃើញអាបហ្នឹងគឺវាអត់រើទេតែដល់ពេលខ្ញុំហៅបងខ្ញុំខ្សឹបហៅហៅមកមើលមួយគ្នាអញ្ចឹងគឺអាបហ្នឹងចាប់ផ្ដើមរើហ្មងហ្នឹងពីមុនខ្ញុំឮចាស់និយាយថាគាត់តណាលថាអាពីមុនហ្នឹងបើសិនជាយើងនិយាយលឺគឺវាអត់លឺទេតែបើយើងនិយាយតិចវាលឺវិញអញ្ចឹងណាពុកម៉ែបងប្អូនហ្នឹងហើយខ្ញុំក៏ចាប់ដើមនិយាយខ្សឹបវាចាប់ដើមរើតែវាពវៀនវាតាក់នៅនឹងចុងអាស័យនឹងស្រាប់ទៅវាតាក់នៅនឹងខាងជើងផ្ទះខ្ញុំអញ្ចឹងណាពុកម៉ែបងប្អូនមួយសន្ទុះក្រោយមកមានអ៊ំពូនឹងមកប្រហែលជា5ព្រឹកហ្នឹងហើយម៉ោង5ព្រឹកហ្នឹងគាត់បរទេសគាត់ទៅយកអស់ដែលគាត់កាប់នៅនឹងតាមព្រៃនៅហ្នឹងហើយនៅព្រៃគាត់ទៅយកអស់ហ្នឹងគាត់ក៏ឃើញដូចខ្ញុំដែរគាត់ឃើញហ្នឹងគាត់ហើយនៅខាងមុខផ្ទះហ្នឹងក៏មានភ្នោមួយដែរពុកម៉ែបងប្អូនមានភ្នោដូចជាអ៊ំដែរអ៊ំគាត់ឈ្មោះអ៊ំម៉ាងអញ្ចឹងពុកម៉ែបងប្អូនគាត់អ៊ំបរទេសហ្នឹងក៏គាត់ស្រែកហៅលៀបគាត់អត់ខ្លាចអញ្ចឹងណាគាត់ហៅនៅក្នុងភ្នោហ្នឹងគាត់ហៅម៉ាងនោះអាបតាក់នៅចុងថ្នោតនៅអាណាងអើយសុំទោសអាម៉ាងអញ្ចឹងណាតែពេលហើយវាអត់រើទេប៉ុន្តែខ្ញុំអ្នកមើលពីលើផ្ទះហ្នឹងខ្ញុំឃើញខ្ញុំហៅខ្សឹបអញ្ចឹងណាហៅតែវាព្យាយាមរើរហូតដល់ពេលម៉ោង5ម៉ោង6គៀកភ្លឺអីវាម៉ែខ្ញុំគាត់ចុះមកពីលើផ្ទះជាម៉ោងដាំបាយឲ្យសាលាម៉ោង4ម៉ោង5ហ្នឹងម៉ែខ្ញុំកិលចុះមកពីលើផ្ទះមកតែពេលគាត់ចុះមកគាត់កាន់ពិលមួយចុះប៉ុន្តែគាត់អត់ចាប់អារម្មណ៍ឃើញភ្លើងនៅលើចុងអាស័យទេគាត់ចុះចូលបន្ទប់ទឹកហ្នឹងតែពេលហើយគាត់ចុះចូលបន្ទប់ទឹកទៅអាបហ្នឹងក៏វាចាប់ដើមទម្លាក់សក់វាវែងហ្នឹងអញ្ចឹងវាយកមកបាំងភ្លើងវាអញ្ចឹងណាតែនៅតែមានភ្លើងភ្លឺផ្លឹបផ្លែតដែលយើងមើលពីឆ្ងាយហ្នឹងឃើញភ្លើងប៉ុន្តែវាយកសក់វាបាំងសក់វាវែងហ្នឹងពុកម៉ែបងប្អូនហើយម៉ែខ្ញុំក៏អត់ចាប់អារម្មណ៍ទេក៏គាត់ដើរចូលបន្ទប់ទឹកទៅគាត់មានឃើញអីទេហេតុការណ៍ថ្ងៃហ្នឹងខ្ញុំចាប់អារម្មណ៍ឃើញអាបហ្នឹងគឺរើមែនតើឃើញរើបារះអញ្ចឹងណាពុកម៉ែបងប្អូនគឺរើតតែម៉ោង6ព្រៀងរបៀបវាចិត្តភ្លឺហ្នឹងឃើញវារើបារះតតែវាលបោតតែខ្ញុំគិតថាវាដាច់តាក់នឹងពវៀនវាមុតវាអីចឹងហីប៉ុន្តែវារើទៅរួចចឹងណាក៏វាហោះទៅខាងជើងផ្ទះទៅភូមិមួយទៀតចឹងមានន័យថាអាបហ្នឹងគឺមិនមែននៅក្នុងភូមិខ្ញុំទេគឺវាមកពីភូមិមួយទៀតប៉ុន្តែវាមកតាក់នៅចុងអាស័យនៅខាងជើងផ្ទះខ្ញុំអញ្ចឹងណាពុកម៉ែបងប្អូនក៏វាហោះទៅផុតទៅប្រហែលជាម៉ោង7ព្រឹកខ្ញុំចាប់ផ្ដើមដូរខោអាវដូរអីងូតទឹកសម្អាតខ្លួនដែលយើងមកពីដាំបាយនៅសាលាឲ្យកូនសិស្សហ្នឹងហើយយើងដូរកៅអៅដូរអីចឹងទៅក៏ខ្ញុំស្រាប់ឃើញថាកៅអៅដែលខ្ញុំបោកទុកពេលល្ងាចហ្នឹងខ្ញុំឃើញទឹកមាត់អាបហ្នឹងវាដានប្រឡាក់ដូចដេញបងប្អូនធ្លាប់ឃើញខ្យងវានៅលើដីមានតែទឹកមាត់ដានវែងអាហ្នឹងដូចគ្នាទឹកមាត់អាបហ្នឹងគឺវាពណ៌ក្រហមតែយើងទឹកមាត់ស្លាមលូដានអញ្ចឹងបងប្អូនវានៅដានវានៅប្រឡាក់ដូចខ្ញុំគិតថាវាមលិតមកអីដែលកៅអៅយើងបោកមានក្លិនឆ្អាបក្អែលឬមួយក៏អីចឹងណាខ្ញុំគិតវាអញ្ចឹងទៅពេលហើយខ្ញុំឃើញវាដានវាប្រឡាក់អញ្ចឹងទៅក៏វាជាអាបហ្នឹងហើយវាមកលិតអាហ្នឹងហើយ
តែខ្ញុំអត់ដឹងថាអាបដឹងអ្នកខាងណាមកទេដឹងតែអ្នកភូមិនៅខាងគៀនភូមិផ្សេងអញ្ចឹងណាពុកម៉ែបងប្អូនខ្ញុំអត់ដឹងថាវាមកនៅនឹងធ្វើអីមកជាប់នៅចុងអាស័យខាងជើងផ្ទះខ្ញុំហ្នឹងហើយសាច់រឿងក៏មានតែប៉ុណ្្នឹងដែរបងប្អូនបាទមិនដែរបងប្អូនបាទឥឡូវសាច់រឿងរបស់យើងគឺបានចប់ហើយបាទហើយបងស្រីដែលគាត់មកចែកម្លែកហ្នឹងគឺគាត់ជួបផ្ទាល់ហើយបងប្អូនស្ដាប់ហ្នឹងមានអារម្មណ៍បែបណាហើយក៏គិតបែបណាដែរអញ្ចឹងណាបងប្អូនបាទហើយជាចុងក្រោយបាទកុំភ្លេចបងប្អូនជួយចុចជាវម្នាក់មួយដើម្បីទទួលបាននៅវីដេអូប្លែកៗនិងថ្មីពី channel របស់ខ្ញុំបាទទៀតអញ្ចឹងណាបើបងប្អូនណាដែលគាត់មានសាច់រឿងចង់ចែកចម្លែកបាទអាច add មក Telegram ខ្ញុំបានអញ្ចឹងណាបងប្អូនបាទសូមអរគុណនិងសូមគោរពលា